ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងគ្នាមកស្គាល់ពីសត្វព្រៃមួយប្រភេទទៀតហើយបងប្អូនដែលជាសត្វកម្របងប្អូនសត្វនេះមានឈ្មោះថាសត្វរមាំងបងប្អូននិងមានឈ្មោះជាជីវសាស្ត្រថា Eldia រមាំងជាប្រភេទសត្វដ៏កម្របំផុតនាពេលបច្ចុប្បន្នសត្វប្រភេទនេះកំពុងតែផុតពូជនៅលើពិភពលោកនិងត្រូវបានចុះនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងកំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាបើយោងតាមឯកសារស្រាវជ្រាវរបស់ក្រសួងបរិស្ថានបានដឹងថាសត្វរមាំងភាគច្រើនគឺរស់នៅជាហ្វូងបងប្អូននៅតាមតំបន់ទំនាបក្នុងព្រៃល្បោះដែលសម្បូរទៅដោយស្មៅស្បូវព្រិចល្បះរុក្ខជាតិរួមជាមួយនឹងថ្លុកបឹងត្រពាំងនិងវាលស្រែផងដែរមិនត្រឹមតែប៉ុណ្ណោះគេសង្កេតឃើញថាវាមានវត្តមាននៅតាមបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាបងប្អូននៅក្នុងនោះមានខេត្តបន្ទាយមានជ័យឧត្តរមានជ័យខេត្តព្រះវិហារខេត្តត្រចេះខេត្តស្ទឹងត្រែងខេត្តមណ្ឌលគិរីក៏ដូចជាខេត្តរតនគិរីផងដែររមាំងជាធនៈកសត្វតេណសីបងប្អូនមិនសូវផ្អើលនោះទេបងប្អូនបានន័យថាវាសាំងជាមួយនឹងមនុស្សបងប្អូនវាមានមាឌតូចជាងប្រើសតែធំជាងជ្រូកបន្តិចរមាំងឈ្មោលមានមាឌធំជាងរមាំងញីនិងមានពណ៌លឿងស្រអាប់ឬលឿងក្រមៅបងប្អូនព្រមទាំងមានអុចសនៅចំហៀងខ្លួនផងដែរចំណែកឯនៅក្រោមពោះនិងករបស់វាបងប្អូនគឺមានពណ៌សចំពោះលក្ខណៈស្នែងរបស់វាបងប្អូនគឺវាខុសពីប្រើសហើយនឹងឆ្លុះបងប្អូនដោយនៅគល់ស្នែងរបស់វាមានបែកខ្នែងជាពីរបងប្អូនមួយស្រួចគ្របទៅលើចិញ្ចើមដុសលយទៅផ្នែកខាងមុខបងប្អូននិងមួយទៀតដុសឡើងលើចេញមកខាងក្រៅហើយកោងខប់ទៅមុខបងប្អូននៅចុងស្នែងវាមានរាងសំប៉ែតបែកជាម្រាមរមាំងវាតែងជំរុះស្នែងជារៀងរាល់ឆ្នាំបងប្អូនជាពិសេសគឺនៅរដូវវស្សាក្នុងអំឡុងខែមិថុនាបងប្អូនដែលជារដូវសម្បូរចំណីសម្រាប់ការលូតលាស់ស្នែងរបស់វាថ្មីចំពោះស្នែងបងប្អូនគឺមានសម្រាប់តែរមាំងឈ្មោលតែប៉ុណ្ណោះឯរមាំងញីគឺពុំមានស្នែងនោះទេបងប្អូនចំពោះនៅរដូវជំរុះស្នែងបងប្អូនវាមានរោមវែងរុំចិត្តចម្រុះពណ៌បងប្អូនមានពណ៌ប្រផេះពណ៌ក្រហមនិងពណ៌លឿងក្រមៅផងដែរភ្ជាប់ទៅនឹងគល់កវាបងប្អូនដែលមានរោមប្រែងមើលទៅគួរឲ្យចង់គយគន់នាពេលបច្ចុប្បន្ននេះมันមានទិន្នន័យច្បាស់លាស់ថាមានសត្វរមាំងចំនួនប្រមាណនៅឡើយទេបងប្អូនតែសត្វរមាំងត្រូវបានគេជឿថាមានតែនៅក្នុងប្រទេសកម្ពុជានិងប្រទេសឡាវតែប៉ុណ្ណោះចំណែកឯប្រទេសចិនប្រទេសថៃក៏ដូចជាប្រទេសវៀតណាមនឹងត្រូវបានគេជឿថាវាផុតពូជពីព្រៃធម្មជាតិបាត់ទៅហើយដោយឡែកបើយោងទៅតាមទិន្នន័យផ្សព្វផ្សាយរបស់អង្គការអន្តរជាតិ IUCN ណាបងប្អូនចេញផ្សាយកាលពីឆ្នាំ2015ថាសត្វរមាំងនៅក្នុងប្រទេសកម្ពុជាមានចំនួនតិចជាង700ក្បាលបងប្អូនហើយកំពុងតែរស់នៅក្នុងតំបន់ព្រៃធម្មជាតិកម្ពុជាចំនួននេះអាចនឹងមានការថយចុះថែមទៀតនាពេលបច្ចុប្បន្នណាបងប្អូនចំពោះលក្ខណៈជីវសាស្ត្ររបស់សត្វរមាំងណាបងប្អូនជាសត្វដែលមិនសូវផ្អើលទេបងប្អូនហើយវារស់នៅជាហ្វូងចន្លោះពី10ទៅ15ក្បាលចំណែកឯរមាំងញីវាបន្តពូជចន្លោះពីខែមីនានិងខែឧសភាហើយវាកើតកូនម្ដងបាន1ក្បាលបងប្អូនបន្ទាប់ពីវាពោះចន្លោះពី6ទៅ8ខែគួររំលឹកផងដែរថាកាលពីអំឡុងខែមេសាឆ្នាំ2021កន្លងទៅបងប្អូនក្រុមស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តកញ្ចេះរួមជាមួយនឹងអង្គការមូលនិធិសកលសម្រាប់ការអភិរក្សបងប្អូនហៅកាត់ថា WWF ហ្នឹងប្រចាំនៅកម្ពុជាបានប្រទះឃើញមានវត្តមានសត្វរមាំងប្រមាណជា7ក្បាលបងប្អូននៅក្នុងដែនជម្រកសត្វព្រៃសម្បូរនាខេត្តកញ្ចេះតាមរយៈកាមេរ៉ាថតស្វ័យប្រវត្តិបងប្អូនចំពោះការរកឃើញនេះបងប្អូនត្រូវបានក្រសួងបរិស្ថានចាត់ទុកថាជាភស្តុតាងយ៉ាងសំខាន់សម្រាប់បង្ហាញពីការរស់រានមានជីវិតរបស់សត្វរមាំងនិងលទ្ធភាពបន្តពូជសត្វប្រភេទនេះក្នុងតំបន់ការពារសត្វព្រៃនៃដែនជម្រកសត្វព្រៃកម្ពុជាយើងណាបងប្អូន
វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណេះបងប្អូនសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត